តោះតើលេខមួយខ្ញុំអីខ្ញុំនឹងនាំអ្នកនរគ្នាទៅកន្លែងថ្មីមួយដែលអ្នកនរគ្នាទៅហើយគឺអត់ដែរទៅដល់ហ្នឹងហើយនេះមកខ្ញុំនិយាយថាអ្នកនរគ្នាទៅហើយគឺអត់ដែរទៅដល់ហ្នឹងពីព្រោះពេលដែលអ្នកនរគ្នាទៅលេងគោគឺអ្នកនរគ្នាអត់ដែរដើរទៅកន្លែងហ្នឹងទេបើសិនជាមានអាចមានត្រឹមតែម្នាក់ពីរនាក់ឬក៏អ្នកដែលគាត់ធ្លាប់ទៅក៏ស្គាល់អញ្ចឹងណាអញ្ចឹងនៅកន្លែងហ្នឹងគឺនៅតែសិននឹងគោខាងជើងអ្នកនរគ្នាឃើញអត់គាត់តែទេសភាពទៅបើថាអ្នកភ្នែកមញោបដូចខ្ញុំអីហ្នឹងគឺត្រូវទៅហ្នឹងគឺត្រូវហ្មងគឺលក្ខណៈថាអូយធម្មជាតិគឺបៃតងខៀវស្រងាត់ចាគឺត្រជាក់ភ្នែកមែនតើហើយយើងឃើញមានផ្កាព្រៃប្លែកៗបើនិយាយរួមទៅកន្លែងហ្នឹងអត់គិតថាខ្លួនឯងកំពុងដើរនៅក្នុងដីអង្គរគឺមានអារម្មណ៍ថាខ្លួនឯងនេះដើរក្នុងព្រៃអញ្ចឹងណាបើនិយាយពីទេសភាពនៅនឹងវិញគឺខ្ញុំឲ្យអួយតែម្ដងអានេះខ្ញុំ capture ខ្លីៗឲ្យអ្នកទាំងអស់គ្នាមើលផងហានេះគឺវីដេអូទី1ខ្ញុំនឹងចេញប្លុកទី2មួយទៀតនៅមកកណាត់ទៀតចឹងដោយសារតែខ្ញុំថតរៀងច្រើនដែរទៅវាវែងហើយអានេះពេលខ្ញុំទៅតែពីនឹងមិត្តភក្តិខ្ញុំទេហើយទេសភាពអូនិយាយមែនខ្ញុំមានអារម្មណ៍ថាដូចការលក្ខណៈថាដូចការខ្ញុំនៅតូចទៅស្រែអញ្ចឹងគឺដីហ្នឹងគឺលក្ខណៈគឺដូចគ្នាធម្មជាតិស្រស់ស្រាយមែនទែនអ្នកទាំងអស់គ្នាពេលយើងទៅដល់ហ្នឹងគឺនៅខាងស្ដាំណៃគឺនិយាយតែសិនអង្គតទឹករបស់យើងនឹងឯងហើយនៅខាងឆ្វេងដៃគឺលបងប្រាសាទអង្គរវត្តរបស់យើងហើយអ្នកនរគ្នាដូចដើមឈើនេះចឹងគឺដើមឈើនោះដួលមកគឺពេលយើងចូលទៅមានអារម្មណ៍ថាអូ my god ដូចយើងនៅក្នុងនិយាយរួមទៅពេលឃើញរូបដើមឈើនោះនៅឃើញរឿងអវតារណាអ្នកនរគ្នាតែតកតងសម្រាប់ដែលខ្ញុំឃើញហ្នឹងខ្ញុំក៏ដឹងមិនដែរអញ្ចឹងសង្ឃឹមថាអ្នកណាដែលគាត់មិនលេងនៅទីហ្នឹងសូមមេត្តាប្រមូលសារ៉ាំយកទៅបោះចោលផងបន្ទុកនៅក្នុងព្រោះវាឆ្ងាយអញ្ចឹងនៅតាមនោះអត់មានធុងសារ៉ាំមានអីឲ្យយើងទេហើយគាត់នេះខ្ញុំចង់ប្រាប់ថាបងអ្នកនរគ្នាត្រូវការលក្ខណៈរៀងស្ងាត់ស្ងៀម relax គឺអាចមកដើរលេងតាមនឹងបានហើយយើងអាចដើរដូចដើរហាត់ប្រាណនេះបានអញ្ចឹងណាអញ្ចឹងអ្នកនរគ្នានៅវីដេអូទី2ខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាតើពួកខ្ញុំនឹងដើរទៅដល់ចំណុចណានៃតសិនគោខាងជើងបាយបាយ